បងប្អូនជួយ share ទាំងអស់គ្នាពងមាននេះសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់មិនទាន់ឬក៏គាត់មិនសូវមានការយល់ដឹងសមត្ថកិច្ចទៅតែចាប់បាន3នាក់ទេបងប្អូនពាក់ព័ន្ធទៅនឹងជនឆបោកដែលបន្លំខ្លួនជាភ្នាក់ងារធនាគារគេឲ្យទេមកប្រាប់បងប្អូនថាធ្វើបច្ចុប្បន្នភាពនៅ account របស់បងប្អូនពួកវាធ្វើសពបែបយ៉ាងគឺដើម្បីចង់បានលេខកូដ6ខ្ទង់របស់បងប្អូនហ្នឹងឥឡូវពួកវាបោកបានជនរងគ្រោះហើយដកលុយចេញពីកងជនរងគ្រោះទៀតសូម្បីលេខទូរស័ព្ទក៏ពួកវាយកទៅគ្រប់គ្រងដែរហើយនៅពេលនេះគឺសមាជិកខាត់ខ្លួនបាន3នាក់បងប្អូនលើចង់ដឹងថាវិធីសាស្ត្រគេបែបម៉េចអញ្ចឹងបងប្អូនជួយ share ទាំងអស់គ្នាព្រោះបងប្អូនប្រជាពលរដ្ឋយើងពួកគាត់ខ្វះការយល់ដឹងបាទការយល់ដឹងនៅមានកម្រិតអញ្ចឹងធ្វើឲ្យពួកគាត់ចាញ់បោកជនឆបោកហ្នឹងព្រោះជនឆបោកវាតាំងខ្លួនឬក៏វាបន្លំខ្លួនថាជាភ្នាក់ងារធនាគារអញ្ចឹងបងប្អូនយើងគាត់ជឿហើយឥឡូវវិធីសាស្ត្រគេធ្វើម៉េចឲ្យបានអាលេខកូដ6ខ្ទង់ឬក៏4ខ្ទង់ដែលយើងចុចដកលុយរាល់ថ្ងៃហ្នឹងវិធីសាស្ត្រខ្ញុំឧទាហរណ៍វិធីសាស្ត្ររបស់គេបើគេទេទៅសួរបងប្អូនពីលេខកូដ4ខ្ទង់ឬ6ខ្ទង់ត្រង់ហ្មងច្បាស់ណាស់គឺបងប្អូនអត់ឲ្យគេមិនអញ្ចឹងបាទសុកមកទេសួររកលេខកូដ4ខ្ទង់អញ្ចឹងយុទ្ធសាស្ត្ររបស់គេបន្ទាប់ពីសមាជិកបានធ្វើការខាត់ខ្លួនបាន3នាក់យុទ្ធសាស្ត្ររបស់គេគឺគេបានសារភាពថាគេខទៅគេបន្លំជាភ្នាក់ងារធនាគាររួចហើយគេក៏បាននិយាយហោហែជាមួយបងប្អូនដែលជាម្ចាស់ធនាគារម្ចាស់គណនីធនាគារហ្នឹងចាំមើលគេធ្វើម៉េចបានអាលេខ6ខ្ទង់ឬក៏4ខ្ទង់ហ្នឹងលេខកូដហ្នឹងគេអត់សួររកលេខកូដបងប្អូនត្រង់ឯងគេថាដើម្បីចូលធ្វើបច្ចុប្បន្នភាពបាននៅក្នុងគណនីរបស់បងប្អូនគេឲ្យបងប្អូនយកលេខកូដ4ខ្ទង់ឬក៏6ខ្ទង់របស់បងប្អូនហ្នឹងយកតគុណនឹង6រួចហើយចែកនឹង100ឃើញលទ្ធផលប្រមាណប្រាប់គេអញ្ចឹងហើយគេយកអាលទ្ធផលហ្នឹងយកទៅគុណនឹង100ចែកនឹង6វិញឃើញលទ្ធផលដូចដើមលទ្ធផលគឺលទ្ធផលលេខកូដរបស់បងប្អូនហ្នឹងហើយឥឡូវខ្ញុំឧទាហរណ៍ងាយឲ្យបងប្អូនមើលហ្មងឥឡូវខ្ញុំឧទាហរណ៍ថាលេខកូដបងប្អូន6ខ្ទង់ដល់លេខ6អញ្ចឹងគេប្រាប់គេឲ្យបងប្អូនដើម្បីធ្វើបច្ចុប្បន្នភាពបានយកលេខកូដ6ខ្ទង់របស់បងប្អូនហ្នឹងយកទៅគុណនឹង6អញ្ចឹងបងប្អូនមិនគុណបាទបងប្អូនយកទៅគុណនឹង6យកគុណនឹង6ហើយគេដាក់គេបង្រៀនដានទៀតគេឲ្យបងប្អូនចែកនឹង100ទៀតអញ្ចឹងយើងចុចស្មើទៅមកគេឲ្យចែកនឹង100ទៀតគេចែកនឹង100ទៀតវាស្មើប៉ុណ្ណេះហើយលទ្ធផលចេញប្រមាណប្រាប់គេអញ្ចឹងបងប្អូនយើងគាត់ខ្វះការយល់ដឹងប្រាប់គេហើយព្រោះគាត់ថាអាចធ្វើបច្ចុប្បន្នភាពគាត់ខ្លាចគណនីគាត់ខូចអីគាំងអញ្ចឹងបានក្រុមហ៊ុនទេមកប្រាប់អញ្ចឹងណាបានធនាគារទេមកប្រាប់អញ្ចឹងណាអញ្ចឹងតែពេលចេញលទ្ធផលអញ្ចឹងប្រាប់គេអញ្ចឹងពួកអានោះវាដឹងថាលេខកូដបងប្អូនលេខអីទេអញ្ចឹងប៉ុន្តែបងប្អូនប្រាប់អាលទ្ធផលដែលបងប្អូនគុណតាមវានេះអញ្ចឹងយកទៅប្រាប់វាអញ្ចឹងវាបានអាលទ្ធផលដែលបងប្អូនគុណចែកមិញហ្នឹងហើយវាឆ្លាតវាមិនយកទៅមិញចែកនឹង100ទៅចែកនឹង100វាយកទៅគុណនឹង100វិញយកទៅគុណនឹង100វិញឃើញទេយកទៅគុណនឹង100ហើយវាចុចស្មើសិនចុចស្មើសិនមិញមិនឲ្យអាដំបូងវិញមិនឲ្យគុណនឹង6អញ្ចឹងចែកនឹង6វិញចែកនឹង6វិញបងប្អូនមើលចែកនឹង6វិញឃើញទេឃើញស្មើ1 2 3 4 5 6នេះហើយជាយុទ្ធសាស្ត្ររបស់វានៅពេលបានលេខកូដ6ខ្ទង់នឹងហើយស្គាល់លេខទូរស័ព្ទបង្កើតគណនីនឹងហើយវាមិនចូលគ្រប់គ្រងនៅគណនីរបស់បងប្អូនបានអញ្ចឹងហើយសមាជិកខាត់បាន3នាក់បាទប្រុសទាំង3នាក់ដែលបន្លំធ្វើជាភ្នាក់ងារធនាគាររួចហើយឈានឱកាសចូលគ្រប់គ្រងគណនីបងប្អូនឲ្យដកលុយបងប្អូនអស់តែម្ដងប្រតិបត្តិការពួកជនឆោបោកនេះគឺធ្វើឡើងបោកបងប្អូនយើងដែលគាត់រងគ្រោះនៅថ្ងៃទីដូចជាខែ3ដូចចុងខែ3ខ្ញុំអានអត្ថបទវិញខ្ញុំភ្លេចថ្ងៃបាទដូចជាថ្ងៃប្រហែលដូចជាថ្ងៃ29អីបាទខែមីនាឆ្នាំ2026រហូតមកចូលបន្ទល់ពេលនេះគឺសមាជិកខាត់ខ្លួនបាន3នាក់អញ្ចឹងបងប្អូនជួយ share ព័ត៌មាននេះដើម្បីឲ្យបងប្អូនយើងគាត់បានដឹងហ៎បាទព្រោះកុំឲ្យខ្លាចលុយនៅធនាគារខំសំខំអីចង់ងាប់បែរទៅជាចាញ់បោកធ្វើបច្ចុប្បន្នភាពហ្នឹងបាទប្រយ័ត្នប្រយែងទាំងអស់គ្នាបងប្អូនបាទអញ្ចឹងបងប្អូនជួយ share ទាំងអស់គ្នា